ជំរាបសួរប្រិមិត្តវិលមកជួបគ្នាសាជាថ្មីនៅក្នុងវីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះខ្ញុំមានសាច់រឿងថ្មីមកចែកជូនប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាសាច់រឿងមួយនេះក៏ខ្ញុំទទួលបានពីការចែករំលែកអំពីប្រិមិត្តអ្នកស្ដាប់របស់យើងម្នាក់ដែរដែលគាត់មានឈ្មោះថាលោកពូឌីសាច់រឿងរបស់លោកពូឌីហ្នឹងគឺតាក់ទងជាមួយនឹងការលងបន្លាយទៀតហើយដែលលោកពូឌីគាត់គឺជាអ្នកដែលប្រកបមុខរបរជាអ្នកដាក់មងតាមដងស្ទឹងអីចឹងណាដើម្បីយកត្រីហ្នឹងទៅដោះស្រាយជីវភាពក្នុងការលក់ដូរបានមួយចំណែកហើយនឹងសម្រាប់ធ្វើជាម្ហូបអីចឹងទៅចង់ដឹងថាសាច់រឿងរបស់លោកពូឌីហ្នឹងមានឈុតឆាកព្រឺព្រួចឬក៏ការលងបន្លាចបែបណានោះកុំឲ្យខាតពេលយើងចូលទៅក្នុងសាច់រឿងរបស់យើងទាំងអស់គ្នាគ្រួសាររបស់លោកពូឌីគឺជាគ្រួសារមួយដែលរស់នៅតាមដងស្ទឹងមួយដែលស្ទឹងហ្នឹងតែងតែមានទឹកហូរជាប្រចាំទោះបីជាខែប្រាំងក៏ទឹកមិនដែលរីងស្ងួតដែរគឺតែងតែមានទឹកហូរទាំងប្រាំងទាំងវស្សាអញ្ចឹងទៅអ្នកភូមិដែលរស់នៅតាមដងស្ទឹងហ្នឹងតែងតែអាស្រ័យផលពីស្ទឹងមួយហ្នឹងដោយពួកគេតែងតែប្រកបមុខរបរជាអ្នកដាក់មងក៏ដូចជាអ្នកបង់សំណាញ់ដើម្បីយកត្រីយកទៅលក់ដូរសម្រាប់ដោះស្រាយជីវភាពគ្រួសារនៅតាមភូមិស្រុកហ្នឹងទៅក្នុងភូមិស្រុកនោះលោកពូឌីក៏គាត់ជាអ្នកដែលពូកែក្នុងការដាក់មងឬក៏អ្នកនេសាទត្រីដែរដែលការនេសាទរបស់គាត់ហ្នឹងគឺតាមបែបសាមញ្ញទេគាត់មិនមានជាឧបករណ៍សម្រាប់នេសាទអីឲ្យត្រឹមត្រូវទេគឺគាត់តែងតែដាក់មងអញ្ចឹងទៅជារៀងរាល់ថ្ងៃហ្នឹងលោកពូឌីក៏តែងតែដាក់មងនៅក្បែរផ្ទះគាត់ដែរទេគាត់មិនទៅជាទៅឆ្ងាយអីទេពីព្រោះនៅម្ដុំផ្ទះគាត់ហ្នឹងក៏ដាក់ទៅសម្បូរត្រីហើយគាត់ក៏បានត្រីលក់ជាប្រចាំដែរសម្រាប់ត្រីដែលនៅតាមស្ទឹងនោះភាគច្រើនគាត់ថាសម្បូរទៅដោយត្រីចង្វាគេហៅថាត្រីចង្វាសអញ្ចឹងណាហើយយូរហ្នឹងគាត់ក៏បានត្រីរ៉ោះក៏ដូចជាត្រីដែងខ្លះៗអញ្ចឹងទៅតែវាមិនជាញឹកញាប់អីពេកទេហើយនៅក្នុងថ្ងៃកើតហេតុហ្នឹងគឺលោកពូឌីគាត់បានផ្លាស់ប្ដូរទីតាំងក្នុងការដាក់មងរបស់គាត់រាល់ដងគឺគាត់តែងតែដាក់នៅចិត្តផ្ទះឯដែរទេនៅជុំវិញភូមិឬក៏កន្លែងដែលគេតែងតែដាក់ញឹកញាប់ហ្នឹងទេប៉ុន្តែនៅក្នុងថ្ងៃកើតហេតុហ្នឹងគាត់ចង់ផ្លាស់ប្ដូរទៅដាក់នៅកន្លែងឆ្ងាយដែលគាត់គិតថាកន្លែងដែលឆ្ងាយហ្នឹងពុំសូវមាននរណាគេទៅដាក់ទេយូរគឺមានគេទៅដាក់ម្ដងអញ្ចឹងណាអញ្ចឹងគាត់ក៏ចង់សាកដាក់នៅនឹងមើលក្រែងលោបានត្រីច្រើនជាងមុនឬក៏បានត្រីរ៉ោះឬក៏ត្រីដែងអីខុសពីកន្លែងដែលគាត់ដាក់រាល់ដងនៅពេលរសៀលមកប្រហែលជា3អីហ្នឹងគឺគាត់ចេញដំណើរពីផ្ទះរបស់គាត់ដើម្បីទៅរាយមងពីព្រោះថាគាត់រាយពីថ្ងៃដើម្បីអាចថាគាត់រាយឲ្យតាន់ពេលវេលាអញ្ចឹងណាព្រោះមងរបស់គាត់ក៏រៀងច្រើនដែរចន្លោះពី20ទៅ30ដៃដែរហ្នឹងបើសិនជាគាត់ទៅពេលល្ងាចឬក៏រៀងយប់ទៅគឺគាត់រាយអត់តាន់ទេហើយលោកពូឌីហ្នឹងគាត់មានទូកថ្នោតមួយសម្រាប់ជាមុខរបររបស់គាត់ក្នុងការរាយមងឬក៏ដោះមងអញ្ចឹងណាគាត់ក៏បានចែវទូកថ្នោតរបស់គាត់នឹងទៅរហូតដល់កន្លែងទីតាំងដែលគាត់ត្រូវដាក់បន្ទាប់ពីមើលទីតាំងហើយគាត់ក៏បានរាយមងរបស់គាត់ហ្នឹងពីម្ដាយទៅម្ដាយពីម្ដាយទៅម្ដាយអញ្ចឹងទៅនៅពេលដែលរាយហើយហ្នឹងម៉ោងប្រហែលជា6 7ហើយហ្នឹងពេលហ្នឹងគាត់ក៏បានត្រឡប់មកផ្ទះវិញហើយពេលមកដល់ផ្ទះហ្នឹងគាត់ក៏បានហូបបាយហូបអីជុំគ្រួសារអញ្ចឹងណាហើយក៏អង្គុយជជែកគ្នាលេងជាមួយនឹងអ្នកជិតខាងឬក៏ប្រពន្ធកូនរបស់គាត់មុននឹងចូលសម្រាកនៅពេលដែលគាត់កំពុងតែនិយាយលេងជាមួយនឹងប្រពន្ធកូនរបស់គាត់ហ្នឹងអ្នកជិតខាងហ្នឹងក៏បានបយាយគាត់ដែរដោយគេនិយាយថាទៅដាក់ឆ្ងាយអញ្ចឹងហើយកន្លែងដែលអត់ធ្លាប់មានអ្នកណាទៅដាក់ទៀតអត់ខ្លាចជួបសត្វឬក៏ជួបរឿងចម្លែកឬក៏ខ្មោចអីទេអីសម្រាប់លោកពូឌីគឺគាត់អត់ភ័យខ្លាចអីទេពីព្រោះការដាក់មងនេះជាជំនាញរបស់គាត់ហើយព្រោះគាត់ប្រកបមុខរបរហ្នឹងជាប្រចាំមកហើយអីអញ្ចឹងណាគាត់ក៏និយាយទៅកាន់អ្នកចិត្តខាងនឹងវិញថា
បើសិនជាខ្មោចវាចេះឡងវារស់វិញហើយវាមិននៅជាខ្មោចទេអញ្ចឹងទៅបន្ទាប់ពីនិយាយគ្នាលេងមកសបកក្រោយមកហ្នឹងគាត់ក៏ចូលសម្រានទៅពីព្រោះគាត់ត្រូវងើបទៅដោះមងរបស់គាត់នៅពេលមេឃចិត្តភ្លឺបើសិនជាគាត់ចូលសម្រាប់យប់ជ្រៅទៅអាចថាងើបអត់តាន់ឬក៏អីអញ្ចឹងទៅលុះព្រឹកឡើងម៉ោងប្រហែលជា4ទៀបភ្លឺហ្នឹងគឺគាត់ត្រូវឡើងទៅសារមងរបស់គាត់បានចែវទូកថ្នោតរបស់គាត់ហ្នឹងទៅមកសបកក៏ដល់កន្លែងមងរបស់គាត់បានចុះសារមងគាត់ហ្នឹងគឺគាត់បានត្រីច្រើនមែនតែនដោយនៅកន្លែងនោះគឺអត់ដែលមានអ្នកតដាក់អញ្ចឹងនៅពេលដែលគាត់តដាក់ទៅគឺវាបានត្រីច្រើនដោយការគិតរបស់គាត់មែនគាត់ក៏មានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនតែនដោយថ្ងៃនេះគឺគាត់បានត្រីច្រើននៅពេលដែលសារមងរួចគាត់ក៏បានយកត្រីហ្នឹងយកមកផ្ទះដើម្បីឲ្យម៉ួយរបស់គាត់អីចឹងណាលុះល្ងាចឡើងហ្នឹងគាត់ក៏បានទៅដាក់មងនៅម្ដុំនោះម្ដងទៀតតែមិនមែនដាក់កន្លែងដែលគាត់ដាក់ពីម្សិលមិញទេគាត់ដាក់កន្លែងផ្សេងដែលនៅចិត្តហ្នឹងដែរនៅកន្លែងហ្នឹងក៏អត់ដែលមានអ្នកណាទៅដាក់នៅហ្នឹងដែរគាត់ក៏បានរាយមងរបស់គាត់ហ្នឹងតាមទម្លាប់រាល់ដងរបស់គាត់នៅពេលដែលរាយមងហើយហ្នឹងគឺគាត់ត្រឡប់ទៅផ្ទះវិញអីជាធម្មតាលុះព្រឹកឡើងម៉ោងប្រហែលជា4ទៀបភ្លឺហ្នឹងគាត់ត្រូវឡើងទៅសារមងគាត់ទៀតថ្ងៃហ្នឹងគឺគាត់មានអារម្មណ៍ថារៀងអត់សូវស្រួលដែររៀងព្រឺឆ្អឹងខ្នងណាពេលដែលគាត់ចែវទូកទៅដល់មងរបស់គាត់តែក្នុងចិត្តរបស់គាត់គិតថាប្រហែលជាគាត់ចង់ឈឺឬក៏គាត់ចង់គ្រុនបដាសាយអីចឹងទៅបានជាព្រឺឆ្អឹងខ្នងឬក៏រោមរបស់គាត់ហ្នឹងចាប់ផ្ដើមឈរតិចលោកប៊ូឌីគាត់ក៏បានសារមងរបស់គាត់ហ្នឹងតាមទម្លាប់របស់គាត់សារមងបដាហ្នឹងគឺគាត់ច្រៀងលេងបដាតាមទម្លាប់របស់គាត់ដោយក្តីរីករាយអញ្ចឹងទៅនៅពេលដែលគាត់សារមងចិត្តហើយណានៅសល់មងម្ដាយចុងក្រោយគឺគាត់ចាប់ផ្ដើមសារបានពាក់កដាលគាត់ក៏ឃើញទឹកហ្នឹងមានខ្មួលចេញមកពីក្រោមដូចជាមានត្រីជាប់មងមួយយ៉ាងធំអីចឹងទៅឃើញអញ្ចឹងលោកប៊ូឌីក៏គាត់បញ្ញាបញ្ញាលទាញសាច់មងហ្នឹងឲ្យលឿនព្រោះគាត់ឃើញទឹកខ្មួលអញ្ចឹងហើយវារៀងធំដែរខ្លាចថាត្រីហ្នឹងវារើរួចអីអញ្ចឹងទៅនៅពេលដែលគាត់ទាញមងនឹងលឿនទៅគាត់ក៏ឃើញកណាត់មួយដែលមានសភាពលហែកលញ៉ៃលញ៉ៃហ្នឹងគឺអណ្ដែតទឹកដូចជាខោអាវឬក៏សំពត់ដែលគេយកទៅបោះចោលអីចឹងទៅតែវាមានសភាពដូចជាស្លែកាន់ហើយរហែករញ៉ៃរញ៉ៃអីចឹងទៅគាត់ក៏បានឆ្កឹះអាខោអាវហ្នឹងចេញពីកន្លែងមងរបស់គាត់ហើយគាត់នៅតែបន្តសារមងរបស់គាត់ទៀតពេលដែលគាត់សារមងហើយគាត់ក៏បានចែវទូកត្រឡប់មកផ្ទះវិញដើម្បីប្រញាប់ប្រញាល់យកត្រីឲ្យម៉ួយរបស់គាត់ដែលនៅចាំនៅផ្ទះគាត់ចែវបានបន្តិចទេអាចថាប្រហែលជា20ទៅ30ម៉ែត្រពីមងរបស់គាត់ហ្នឹងគាត់បានឃើញសាកសពហ្នឹងមានសភាពប៉ោងហើមហើយអត់មានសម្លៀកបំពាក់ទេគឺខ្លួនរបស់សាកសពហ្នឹងគឺបានបាត់សម្លៀកបំពាក់អស់ហើយក៏ប៉ុន្តែដល់គាត់សម្លឹងមើលយូរទៅហាក់ដូចជាគល់ឈើអញ្ចឹងគាត់ក៏បានចែវទូករបស់គាត់ហ្នឹងទៅចិត្តហ្នឹងតែពេលដែលគាត់ទៅដល់ហ្នឹងគឺមិនមែនគល់ឈើទេគឺសាកសពគាត់ក៏មានការភ័យខ្លាចជាខ្លាំងដោយគាត់ថាអាចនឹងមាននរណាម្នាក់ស្លាប់ហើយអណ្ដែតមកដល់ទីកន្លែងហ្នឹងមួយសបកក្រោយមកហ្នឹងលោកពូឌីគាត់ក៏ព្យាយាមចែវទូករបស់គាត់ហ្នឹងចេញពីកន្លែងហ្នឹងតែនៅពេលដែលគាត់ចែវបានរៀងឆ្ងាយបន្តិចគាត់ចុចភ្លើងពិលទៅមើលសាកសពហ្នឹងក៏ប៉ុន្តែសាកសពហ្នឹងអត់ឃើញទេនឹងវាបាត់ទៅទីណាទេអាចថាលិចទឹកឬមួយក៏មិនទេឃើញសភាពបែបនោះភ្លាមលោកពូឌីក៏គិតថាវាគឺជាខ្មោចទឹកដែលលងបន្លាយគាត់ហើយពីព្រោះมันមានសាកសពណាឲ្យពិតប្រាកដទេអាចថាវាបំភាន់ភ្នែកគាត់អីចឹងណាពេលនោះគាត់ក៏ព្យាយាមរូតរះចែវទូកយ៉ាងណាឲ្យឆាប់ដល់ផ្ទះហើយនៅពេលដែលគាត់មកដល់ផ្ទះហ្នឹងគឺគាត់អត់បានលក់ត្រីឲ្យម៉ួយទេថ្ងៃហ្នឹងគឺគាត់នៅមានអារម្មណ៍ញ័រញាក់នៅក្នុងខ្លួននៅឡើយរាល់ពេលដែលគាត់នឹកឃើញដល់រឿងដែលគាត់បានឃើញហ្នឹងគឺគាត់នៅភ័យស្លន់ស្លោនៅឡើយទេគាត់ក៏និយាយរឿងរ៉ាវទាំងអស់ហ្នឹងប្រាប់តអ្នកភូមិទាំងអស់គ្នាហើយអ្នកភូមិក៏បានដឹងរឿងរ៉ាវនោះគេក៏មិនដែលទៅជាដាក់មងឬក៏ទៅធ្វើអីនៅម្ដុំនោះដែរ
ហើយសាច់រឿងរបស់លោកពូឌីក៏បានចប់ត្រឹមហ្នឹងអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ